rồi đời cao là nhóm chơi chính kế ban mặc đó đây chẳng chăm cao bàn dân dạng pi hưởng đòn thuật tiết hay nam mối toàn hưởng phía đan dạng pi đam cầm nào đã bao tôi cho được khỏi nó không hưởng đi chơi tranh phóng chẳng ngày nay dân mau đồng lợn lang vĩnh nơi hưởng bài đòn thuật rồi có horror movie đại nhóm cho chân mưa lang vĩnh hay có chia sẻ hưởng đại đọ strong trên piece of her boss Stephen King đại nhóm cho chân đáy cứ hưởng ít hay là ít chapter 2hưởng ní đọ strong trên piece of her bằng lô là bao lột Stephen King đã ban chính saiในขนมឆ្នាំ1986សភៅនេះ1000ជាងទំព័រចឹងអ្នកទាំងអស់គ្នាមិនបាច់ចាំខ្ញុំប្រាប់ក៏ដឹងដែរថាខ្ញុំអត់បានអានរឿងហ្នឹងទេហើយនេះក៏មិនមែនជាលើកទី1ដែរដែលគេយកសភៅរឿងនេះមកផលិតជាសាច់រឿងដែលរឿងដំបូងដែលគេបានផលិតនេះគឺជារឿងដែលចាក់នៅលើប៉ុស្តិ៍ទូរទស្សន៍ចេញនៅក្នុងឆ្នាំ1990តែសម្រាប់វីដេអូនេះយើងនិយាយឲ្យនឹងវិភាគតែរឿងដែលផលិតថ្មីនេះទេអត់មានការប្រៀបធៀបថា adaptation មួយណាល្អជាងមួយណាទេហើយក៏អត់ប្រៀបធៀបសាច់រឿងដែលមាននៅក្នុងសភៅដែរដោយសារតែខ្ញុំអត់បានអាន so I'm not gonna touch that ហើយណាមួយពូ Stephen King ហ្នឹងគឺគាត់មាន controversy តាក់ទងជាមួយនឹងការទៅសេសភៅរបស់គាត់ការរៀបរាប់តួអង្គស្រីៗរបស់គាត់អញ្ចឹងទៅយើងជៀសកាន់តែឆ្ងាយកាន់តែល្អការថតរឿង It ឡើងវិញនេះដឹកនាំដោយលោក Andy Muschietti ត្រូវបានបែងចែកជា2ផ្នែកដោយសារតែសាច់រឿងវាវែងពេកហើយមានការផ្លាស់ប្ដូរពេលវេលាតាំងពីតួអង្គនៅតូចរហូតដល់ពួកគាត់ធំដឹងក្តីអស់ដូចនេះវគ្គ1គឺនិយាយអំពីក្រុមក្មេងៗនេះជួបជាមួយនឹង Pennywise លើកដំបូងហើយវគ្គ2គឺជាពេលដែលពួកគាត់ធំដឹងក្តីត្រូវត្រឡប់មកវិញដើម្បីកម្ចាត់ Pennywise នឹងអាចនិយាយបានថាវាស្រួលមើលជាងពេលដែលសាច់រឿងនឹងឆ្លាស់ទៅវិញទៅមកដូចនៅក្នុងសភៅឬក៏ដូចនៅក្នុង TV show ដោយសារតែរឿង It វគ្គដំបូងដែលបានចេញនៅក្នុងឆ្នាំ1990នឹងទទួលបានភាពជោគជ័យខ្លាំងដោយនេះការផលិតឡើងវិញនេះត្រូវបានគេរំពឹងទុកខ្ពស់ខ្លាំងមែនទែនពីមហាជនហើយជាពិសេសជាមួយនឹងអ្នកគាំទ្រសាច់រឿងនេះផ្ទាល់ហ្មងតែគ្រាន់តែរឿងនេះចាប់ផ្ដើមភ្លាមវាបានបង្ហាញឲ្យយើងឃើញថារឿងនេះគឺអត់ឲ្យយើងខកបំណងទេឈុតនេះវិញអាចនិយាយបានថាជាឈុតបើកឆាកដ៏ iconic មួយនៅក្នុងរឿងថតសម័យថ្មីវា iconic ខ្លាំងរហូតដល់ថ្នាក់ថាពេលដែលយើងនិយាយអំពីរឿង It នេះហា100 លើ 100ដឹងតែយើងនឹកឃើញដល់ឈុតដែល Georgie ជួបជាមួយនឹង Pennywise នៅក្នុង Lou នេះមុនគេវាមិនត្រឹមតែថតឲ្យនឹងសម្ដែងបានល្អពីតារាសម្ដែងនៅក្នុងរឿងនេះទេតែវាបាន set the tone ឲ្យរឿងនេះបានល្អទៀតវាបានឲ្យយើងអ្នកមើលនឹងដឹងភ្លាមៗហ្មងថាវគ្គបើករឿងសាហាវប៉ុណ្ណឹងហើយចោះទំនំតែចូលដល់សាច់រឿងធំទៀតគឺអត់លេងសើចជាមួយទេបន្ទាប់មកសាច់រឿងបានណែនាំឲ្យយើងស្គាល់តួអង្គរបស់យើងគឺក្មេងៗរបស់ The Losers Club នេះ dynamic របស់ក្មេងៗទាំងអស់នេះគឺស៊ីចង្វាក់គ្នាបានល្អមែនទែនការសម្ដែងរបស់ពួកគាត់នីមួយៗជាពិសេសពេលនៅជាមួយគ្នាហ្នឹងគឺសម្ដែងបានល្អខ្លាំងទាំងពេលត្រូវ Pennywise ធ្វើបាបទាំងពេលបលែងគ្នាឆ្លោះប្រកែកគ្នាគឺអត់ភ្លាវទេហើយមើលមកជឿហ្មងថាពួកគាត់ពិតជាមិត្តភក្តិគ្នាមែនធម្មតារឿងដែលសម្ដែងដោយក្មេងៗអត់ងាយមានក្មេងៗណាសម្ដែងបានស្រស់គ្នាបានធម្មជាតិល្អអញ្ចឹងទេជាពិសេសរឿងដែលមានក្រុមក្មេងច្រើនអ្នកអញ្ចឹងទៀតតែតួអង្គដែលលេចធ្លោជាងគេសម្រាប់ខ្ញុំនៅក្នុងក្រុមនេះគឺ Richie ហើយនិង Eddie ឲ្យខ្ញុំស្ដាប់ពីអ្នកនេះឆ្លោះប្រកែកគ្នាមួយថ្ងៃពេញក៏ខ្ញុំព្រមដែរ Okay, I can smell that from here. It's probably just your breath wafting back into your face. The Losers Club នេះភ្ជាប់ទំនាក់ទំនងគ្នាស្និទ្ធស្នាលយ៉ាងនេះក៏ដោយសារតែពួកគាត់ទាំងអស់សុទ្ធតែជាជនរងគ្រោះរបស់ពួក bullies នៅសាលាអញ្ចឹងមកតង់ហើយនៅឆ្លៀតត្រូវបិសាចធ្លុកហ្នឹងbully ថែមមកតង់ទៀតនៅពេលវិសមកាលភាពភ័យខ្លាចដើរតួសំខាន់នៅក្នុងរឿងនេះមែនតើវាគឺជាកម្លាំងធាតុជាចំណីអាហាររបស់តួចរិតរបស់យើងគឺ Pennywise នេះដោយនេះរឿងបានរៀបចំការបន្លាចបង្ហាញឲ្យយើងឃើញថាតួអង្គនីមួយៗខ្លាចអីគេជាងគេនេះគឺជាការបង្ហាញដ៏ល្អមួយដោយសារតែវាបានធ្វើឲ្យយើងស្គាល់ពីចរិតលក្ខណៈតួអង្គក៏ដូចជាប្រវត្តិឬក៏ back story របស់តួអង្គនីមួយៗប៉ុន្តែដោយសារតែរឿងនេះមានតួអង្គច្រើន structure នៃការបង្ហាញភាពភ័យខ្លាចរបស់តួអង្គនីមួយៗហ្នឹងវាដូចគ្នាមែនតើដល់ពេលយើងមើលការណែនាំតួអង្គហ្នឹងតែពី3នាក់មានអារម្មណ៍ថាច្រំដែលមានអារម្មណ៍ថាធុញហើយវាកាន់តែអត់ជួយនៅពេលដែលឈុតរបស់តួអង្គខ្លះធ្វើបានល្អជាងតួអង្គផ្សេងទៀតមានអារម្មណ៍ថាមានឈុតខ្លះ rush ពេកបញ្ញាពេកធ្វើឲ្យតែបានដោយការណែនាំរបស់ Beverly ហើយនិង Ben ដំបូងអញ្ចឹងវាបានបង្ហាញបុគ្គលលក្ខណៈរបស់ពីរអ្នកគាត់បានល្អមែនទែនហើយថែមទាំងឲ្យយើងដឹងអំពីការចាប់ផ្ដើមនៃទំនាក់ទំនងរបស់គាត់ដែលនឹងបន្តទៅដល់វគ្គបន្ទាប់ទៀតចំណែកឯឈុត Stanley ត្រូវ Pennywise លងវិញវាមានលក្ខណៈខ្សោយជាងគេសម្រាប់ខ្ញុំដូចគេធ្វើឲ្យតែបានដោយសារតែគាត់គឺជាសមាជិកនៅក្នុងក្រុមនឹងស្រាប់អញ្ចឹងខុសប្លែកពីរឿងបែបផ្ទះខ្មោចលោកដែលយើងធ្លាប់និយាយកន្លងមកហ្នឹងវាល្អមើលល្អខ្លាំងដោយសារតែគេបង្កើតបរិយាកាសបង្កើត atmosphere បានល្អតែប្រភេទរឿងនេះវាល្អមើលល្អខ្លាំងដោយសារតែការបញ្ញត្តិឬក៏ jump scares វិញឈុតដែលលេចធ្លោជាងគេសម្រាប់ខ្ញុំមានដូចជានៅពេលដែល Ben ទៅបណ្ណាល័យដើម្បីអានប្រវត្តិរបស់ Derry ចូលចិត្តឈុតនេះហ្នឹងក៏ដោយសារតែពេលដែលគាត់ចាប់ផ្ដើមអានសៀវភៅហ្នឹងភ្លាមនៅ background មាន E នោះចាប់ផ្ដើមមើលគាត់ភ្លាមហើយឈរឲ្យខ្ញុំឡើង creepy ខ្លាំងមែនតើហ្មងឬក៏ពេលដែល Eddie ត្រូវបានអាប៉ែ zombie នេះដេញគាត់ហើយក៏បានជួប Pennywise ជាលើកដំបូងហើយនឹងឈុតដែល Beverly ត្រូវបានសក់ចេញពីកន្លែងលាងដៃហ្នឹងទាញឲ្យបាញ់ឈាមពេញបន្ទប់ទឹកសាច់រឿងនេះក៏បានចាប់ផ្ដើមទៅមុខទៀតនៅ
ពេលដែលតួអង្គរបស់យើងបានមកជួបគ្នាដំបូងឡើយ Bill នៅអស់ចិត្តជាមួយនឹងការសាប់របស់ប្អូនគាត់ដោយអត់ទាន់អាចធ្វើចិត្តបានគាត់ក៏បានចង់ទៅរកប្អូនគាត់តតែឃើញនៅពេលដែលក្មេងៗដទៃទៀតចាប់ផ្ដើមបាត់ខ្លួននៅក្នុង small town របស់គាត់ហ្នឹងគាត់ហើយជាមួយនឹងមិត្តភក្តិគាត់3នាក់ទៀតដែលមាន Eddie, Richie ហើយនិង Stanley បាននាំគ្នាទៅរកនៅច្រកលូដែល Bill គិតថានឹងរកប្អូនគាត់ឃើញបន្ទាប់មកពួកគាត់ក៏បានជួបជាមួយនឹង Ben នៅទីនោះពេលដែលគាត់កំពុងតែរត់គេចខ្លួនពីក្រុម bully របស់ Henry ពេលដែលក្មេងៗនេះព្យាបាលមុខរបួសរបស់ Ben ដែលត្រូវបាន Henry ធ្វើបាបហ្នឹងពួកគេក៏បានជួបជាមួយនឹង Beverly ដែលបានជួយឲ្យពួកគេលួចយករបស់ដែលត្រូវការយកមកព្យាបាល Ben ហើយបានក្រោយមកទៀតក្រុមនេះបានជួយ Mike ពីការធ្វើបាបរបស់ក្រុម bully ទើបក្រុម The Losers Club នេះមានសមាជិកក្រុមពេញលេញហើយពេលហ្នឹងឯងទើបនាំគ្នាដឹងថាពួកគេត្រូវបានមានអីម្យ៉ាងតាមម្លងតាមមកធ្វើបាបតាមអីដែលពួកគេខ្លាចរៀងៗខ្លួនហើយពួកក្មេងៗហ្នឹងបានដាក់ឈ្មោះឲ្យអីម្យ៉ាងហ្នឹងហៅថា It តាមការស្រាវជ្រាវរបស់ Ben គេបានឲ្យដឹងថាIt នេះបង្ហាញខ្លួនរៀងរាល់27ឆ្នាំម្ដងដើម្បីស៊ីក្មេងៗដែលរស់នៅ Derry នេះហើយក៏ត្រឡប់ទៅដេកត្រឡប់ទៅ hibernation វិញវាបំលាស់ទីតាមប្រព័ន្ធលូដែលមកប្រសពគ្នាវិញនៅឯផ្ទះចំណាស់ដែលគេបោះបង់ចោលនេះដែលក្មេងៗនៅទីនោះគ្រប់គ្នាខ្លាចដឹងអញ្ចឹងភ្លាម Bill ក៏ស្ទុះទៅផ្ទះនឹងភ្លាមហ្មងដើម្បីទៅរក Georgie ហើយចុតកន្លែងហ្នឹងហើយបានយើងចាប់ផ្ដើមឃើញការសម្ដែងដ៏អស្ចារ្យរបស់ Bill Skarsgård ជា Pennywise គឺថាខ្ញុំមើលឈុតនៅក្នុងផ្ទះនេះហើយខ្លាចខ្លោនមួយជីវិតហ្មងក្រោយជួបជាមួយនឹង Pennywise នេះហើយដែលនាំឲ្យ Ben ត្រូវលបួស Eddie បាក់ដៃក្មេងៗទាំងនេះបានឆ្លោះគ្នាហើយក៏បានចែកផ្លូវគ្នារៀងៗខ្លួនប្រហែលអាទិត្យក្រោយមក Beverly ក៏ត្រូវបាន Ed នេះចាប់ខ្លួនពួកគាត់ត្រឡប់ទៅផ្ទះចំណាស់នឹងវិញហើយចោះទៅក្នុងដងដើម្បីទៅហៅ Beverly ថងនេះយើងទទួលបានឈុតមួយដ៏ល្អសោយប៉ុន្តែរៀង creepy ដែរក្មេងៗទាំងអស់បានយកឈ្នះភាពភ័យខ្លាចខ្លួនឯងហើយក៏បានវាយ Pennywise ឲ្យត្រឡប់ទៅក្នុងរណ្ដៅវាវិញត្រឡប់ទៅដំណេកវាទាំងឃ្លានប៉ុន្តែមើលរឿងនេះតាំងពីដើមដល់ចប់ហើយយើងអត់ដឹងថា Pennywise នឹងគឺជាអីគេប្រកាសហើយវាមានបំណងអីគេវាមកពីណាក៏អត់ទាន់ដឹងដែរវគ្គនេះបានបញ្ចប់ជាមួយនឹងក្មេងៗទាំងអស់សន្យាសច្ចាថាបើ27ឆ្នាំក្រោយ It ត្រឡប់មកវិញពួកគេទាំងអស់គ្នានឹងត្រឡប់មក Derry វិញដែរដើម្បីសម្លាប់វាចោលសម្រាប់ខ្ញុំវគ្គមួយនេះគឺល្អមើលមែនតើការសម្ដែងរបស់ក្មេងៗនៅក្នុងរឿងហ្នឹងគឺល្អខ្លាំងវាបានធ្វើឲ្យយើងអ្នកមើលស្រឡាញ់ចូលចិត្តពួកគាត់គាំទ្រពួកគាត់ចង់ឲ្យពួកគាត់យកឈ្នះតួចិត្តអាក្រក់នៅក្នុងរឿងហ្នឹងរឿងនេះក៏បានបង្ហាញអំពីបរិយាកាសនៅក្នុង small town នេះបាន set up world building របស់ Derry នឹងបានល្អដែរវា give off a small creepy town vibe ហ្នឹងណាបានល្អមែនតើហើយអីដែលគេបង្ហាញឲ្យយើងឃើញគេមិនបាច់ចាំប្រាប់ហ្នឹងណាគឺមិនត្រឹមតែមាន clown បិសាចដែលតាមតែចាំធ្វើបាបក្មេងៗនេះទេសូម្បីតែមនុស្សធំដែលរស់នៅទីនោះក៏អាចធ្វើបាបក្មេងៗនេះបានដែរ27ឆ្នាំក្រោយមក Pennywise បានចាប់ផ្ដើមសកម្មភាពរបស់គាត់ឡើងវិញនាំឲ្យ Mike ដែលជាសមាជិកក្រុម The Losers Club នឹងតែមួយគត់ដែលរស់នៅក្នុង Derry នេះដដែលក៏ហៅមិត្តភ័ក្តិរបស់គាត់ទាំងអស់ឲ្យត្រឡប់មកវិញតាមពាក្យសន្យា27ឆ្នាំមុនសាច់រឿងបានឲ្យដឹងថានៅពេលដែលពួកគេចាក់ចេញពី Derry នេះទៅពួកគាត់ទាំងអស់អត់អាចចាំអីដែលតាក់ទងជាមួយនឹង small town នេះទេដល់ពេលចឹងទៅរឿងនេះខ្លាចយើងភ្លេចសាច់រឿងដែរគឺថាមានឈុត flashback ដើម្បីរំលឹកយើងរហូតដែលនាំឲ្យរឿងនេះអូសកាឡាយូរមហាសែនយូរខ្លាំងមែនតើរានថៃរឿងនេះឡើង2ម៉ោង49នាទីជិត3ម៉ោងហីអត់ដឹងថាដោយសារតែវគ្គមុនវាជោគជ័យខ្លាំងពេកបានជាអ្នកផលិតរឿងហ្នឹងចង់ capitalize ទៅតួអង្គក្មេងៗហ្នឹងដើម្បីឲ្យត្រឡប់មកនៅក្នុងរឿងនេះវិញឬក៏មិនក៏អត់ដឹងដែរប៉ុន្តែចំណុចមួយដែលរឿងនេះនៅតែធ្វើបានល្អគឺ chemistry ទំនាក់ទំនង dynamic របស់តួអង្គមនុស្សធំយើងមើលហើយយើងនៅតែទទួលបានអារម្មណ៍ថាពួកគាត់ពិតជានៅស្រឡាញ់គ្នានៅតែជាមិត្តភ័ក្តិដោយការពីនៅក្មេងដដែលនិយាយទៅមើលទៅ invested ជាមួយនឹង character ពួកគាត់ទាំងអស់នៅតែគ្រប់គ្រងចង់ឲ្យពួកគាត់យកឈ្នះ Pennywise នឹងដដែលដើម្បីកម្ចាត់ Pennywise លើកនេះឲ្យបានសម្រេចពួកគាត់ត្រូវធ្វើតាមពិធីរបស់ជនជាតិភាគតិចដែលធ្លាប់កម្ចាត់ Pennywise តាំងពីមុនមកហើយដើម្បីធ្វើពិធីនេះបានពួកគាត់ត្រូវធ្វើ side quest ទៅរក token ម្នាក់មួយសម្រាប់ធ្វើពិធីនេះហើយឈុតនេះហើយគឺជាឈុតដែលគេប្រើ flashback និងបង្ហាញគ្រប់តួអង្គម្ដងមួយទៀតដែលធ្វើឲ្យសាច់រឿងច្រំដែលអូសកាឡាខ្លាំងជាងវគ្គមុនទៀតតែឈុតដែលខ្ញុំគិតថាជាឈុតដែលគួរឲ្យខ្លាចជាងគេចេញពីចំណោមឈុត flashback ទាំងអស់ហ្នឹងគឺនៅពេលដែល Beverly ត្រឡប់ទៅផ្ទះចាស់របស់គាត់ហើយជួបជាមួយនឹងយាយចាស់ដែលជាម្ចាស់ផ្ទះថ្មីរបស់ផ្ទះគាត់នឹងវាបានប្រើអាការអូសកាឡាភាពតានតឹង suspense tension ហ្នឹងបង្កើតបរិយាកាសអត់សូវស្រួលឲ្យយើងហើយអត់ពឹងផ្អែកទៅលើ jump scare ទេដល់ពេលអញ្ចឹងទៅវាធ្វើឲ្យឈុតហ្នឹង creepy ខ្លាំងមែនតើតម្រាំតែរឿងហ្នឹងបានចូលទៅដល់ហេតុការណ៍ដែលកើតឡើងនៅពេលបច្ចុប្បន្នវិញគឺចូលដល់1ម៉ោង40នាទីបាត់ហើយ Henry Bauer ហ្នឹងបានត្រឡប់មកវិញដើម្បីតាមសម្លាប់ Losers Club នេះតទៀតតែនៅតែអត់បានសម្រេចដដែលហ
ហើយក្រុមនេះក៏បានត្រឡប់ទៅផ្ទះមានដងនឹងវិញដើម្បីបញ្ចប់ជីវិត Pennywise នឹងជារៀងរហូតឈុតនេះមានកន្លែងថ្មីកន្លែងប្លែកល្អដែរប៉ុន្តែយើងក៏បានឃើញគេ recycle គេប្រើប្លង់ដដែលពីវគ្គមុនយកមកប្រើនៅក្នុងឈុតនេះទៀតបើយើងគិតទៅ structure រឿងនេះគឺតាមវគ្គមុនដដែលទាំងអស់ហ្មង act ទី1បង្ហាញពីការកកើតក្រុម like how the group comes together ហើយ act ទី2សមាជិកក្រុមត្រូវបាន Pennywise នឹងតាមលងរៀងៗខ្លួនចូលមកដល់ act ទី3គឺពួកគាត់មកវាយគ្នានៅក្នុងផ្ទះនេះហើយចូលទៅក្នុងដងចូលទៅក្នុងលូនឹងដើម្បីប្រយុទ្ធជាមួយនឹង Pennywise ប៉ុន្តែ act ទី3នៅក្នុងវគ្គ2នេះល្អមើលដែរហានិភ័យរបស់វាខ្ពស់ជាងវគ្គមុនដោយសារតែ ritual ពិធីរបស់ Mike នឹងអត់បានសម្រេចទេហើយ Pennywise កំពុងតែពេញកម្លាំងទៀតខ្ញុំចូលចិត្តជាងគេកន្លែងនេះគឺនៅពេលដែល Beverly ហើយនិង Ben ត្រូវបាន Pennywise បំបីគ្នាបញ្ជូនត្រឡប់ទៅពេល flashback មួយទៀតខ្ញុំគិតថាជាកន្លែងដែលពួកគាត់មានអារម្មណ៍ថាឯកាបំផុតនៅពេលដែលពួកគាត់នៅតូចនឹងប៉ុន្តែការសម្ដែងដែលខ្ញុំគិតថា steal the whole show នឹងហ្មងគឺរបស់ Bill Hader ដើរតួជា Richie នេះជាមួយនឹងធម៌ពលនៃពាក្យសម្ដីរបស់ពួកគាត់ក៏ដូចជាធម៌ពលនៃមិត្តភាពចុងបញ្ចប់ពួកគាត់អាចយកឈ្នះ Pennywise បានបញ្ចប់ជីវិតវាបានសម្រេចហើយសាច់រឿងក៏បានបញ្ចប់ដំណើរផ្សងព្រេងរបស់មិត្តភក្តិមួយក្រុមនេះបានល្អដែរសរុបជារួមទៅរឿងនេះនៅតែល្អមើលអញ្ចឹងប៉ុន្តែបើសិនជាយើងមើលវា back to back ភ្លាមពេលដែលយើងមើលចាប់វគ្គដំបូងយើងប្រកាសជាមានអារម្មណ៍ថាធុញឯដោយសារតែវាអូសកាឡាជាមួយនឹងឈុតត្រឡប់ទៅក្រោយវិញជាមួយនឹងឈុត flashback ច្រើនទាំងអស់ហ្នឹងបើសិនជាគេកាត់ចោលខ្លះខ្ញុំជឿថាវានឹង enhance experience របស់យើងជាមួយនឹងវគ្គ2នេះជាមួយនឹងភាពជោគជ័យរបស់រឿងទាំងពីរនេះប្រកាសណាស់ Studio គេអត់ឲ្យរំលងឱកាសនៅក្នុងកើបលុយជាមួយនឹងសាច់រឿងនេះតទៀតទេនៅចុងខែតុលាឆ្នាំ2025យើងនេះរឿងភាគ prequel របស់ខ្សែស្រឡាយរឿងនេះនឹងចាក់បញ្ចាំងនៅលើ HBO Max គឺរឿង Welcome to Derry ដែលហេតុការណ៍រឿងនេះនឹងស្ថិតនៅក្នុងឆ្នាំ1962 27ឆ្នាំមុននៃហេតុការណ៍ដែលកើតឡើងនៅក្នុងរឿងវគ្គ1ហើយបើតាមខ្ញុំឮតាមខ្ញុំចាំអត់ខុសមួយ season ទៅមួយ season គេនឹងយកហេតុការណ៍27ឆ្នាំមុនទៀតមកបង្ហាញអញ្ចឹងមានន័យថាសាច់រឿងនឹងដេញពេលវេលាថយក្រោយរហូតដល់ពេលដែល Pennywise មកដល់ភពផែនដីនឹងខ្ញុំឆែករកមើលថាគេនិយាយអាហ្នឹងនៅណាដែរប៉ុន្តែរកអត់ឃើញទេអញ្ចឹងអ្នកទាំងអស់គ្នាកុំយកសម្ដីខ្ញុំជាផ្លូវការកន្លែងហ្នឹងណាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តខ្សែស្រឡាយរឿងនេះកុំភ្លេចទៅមើល Welcome to Derry នេះទាំងអស់គ្នាពួកអីខ្ញុំនឹងមើលដែរ So yeah វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចាំអីគេខ្លះពីរឿងនេះអាច comment ប្រាប់នៅខាងក្រោមនេះបានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចុះបើសិនជាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ like share subscribe ហើយនិង follow ខ្ញុំផងចង់ឲ្យខ្ញុំនិយាយពីរឿងអីតទៀតអាច comment ប្រាប់នៅខាងក្រោមនេះបានសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ